ตัวตัดตักได้ยังไทยthấy hai từ vì ai cả từ chỉ trái tật vốn nói với cả từ chỉ para mesim được kia còn phải bây giờ dương đạo sọ nâng tới bây giờ đủ sọ nâng với cả từ chỉ para mesim hết từ với cả từ chỉ trái tật lấy cho mỗi nhầm đua trái tật lại bong bồn mà nhầm đua oi thấy đã nhầm thay lang kè đó ở vị trí lại ok mở nè thấy nhé mà thầm thấy đọc quả ấy si phải có thêm bồn này thầm là dân thay thấy đọc quả ấy được còn một phay quả ấy si mình có thêm như thơ ta thông con này mất ba nó này ấp thông tệ cũng không con casino mùi để con này casino này thực tiết nhầm cắt casino nó là bay vừa của anh bắt cắt lấy tới việc cắt tới chi parameter mày giờ bây giờ bay ngay việc cắt parameter mày và tay bộ bóng phong tục dú việc cắt tới chỉ chạy tắc bình bây giờ nó là lùi ó việc cắt tới chỉ chạy tắc bình chẳng dương trong ngôi thầy thay sĩ các bạn này bây giờ việc cắt tới chỉ chạy tắc ấy chẳng chăm thì tiết nhung nông hai mùi tiết bẹ pon cho mùi nâng ca cá trái tắc đôi ta parameter đôi kia có một tay dương tay sực chơi tham bình tới chứ ok lấy anh ấy dươngประกาศ parameter បាទជម្រាបសួរហើយក៏សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel ទីកំគុនកាត់បាយថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងការបង្កើត parameter បងប្អូនខ្លះគាត់អត់ទាន់យល់ថា parameter ហ្នឹងជាអីគេហើយថាគេបង្កើតវាហ្នឹងតាមវិធីណាសម្រាប់ឲ្យកូនត្រីដែលទើបនឹងញាស់បាន3ទៅ4ថ្ងៃហ្នឹងវាអាចស៊ីបាននិយាយទៅបើសិនជាបងប្អូនចេះបង្កើតវាល្អជាងអាចតែមានភ្ញាស់ទៀតជំនាញដំបូងដែលយើងបង្កើតត្រីហ្នឹងគឺយើងត្រូវមានចំណីប្រភេទ parameter នេះឲ្យកូនត្រីដែលទើបនឹងកើតស៊ីទៅវាលូតលាស់បានល្អហើយបន្ទាប់ពីវាស៊ីអា parameter នេះបាន2ទៅ3ដងគឺវាអាចស៊ីចៃក្រហមបានហើយចៃក្រហមដែលយើងដួសមកហ្នឹងគឺយើងដាក់ឲ្យវាស៊ីបានហើយអញ្ចឹងកំឡុងពេលដែលយើងបង្កាត់ត្រីពេលដែលត្រីយើងគីពងហើយបងប្អូនត្រូវរងចាំដល់កូនត្រីរបស់យើងញាស់កូនត្រីរបស់យើងញាស់ភ្លាមគឺយើងចាប់ផ្ដើមធ្វើ parameter នេះភ្លាមព្រោះថាកូនត្រីពេលដែលវាញាស់មកវាមានចំណីនៅក្នុងពោះវាអាចទុកបានរហូតដល់2ថ្ងៃឬក៏3ថ្ងៃអញ្ចឹងយើងធ្វើ parameter នេះត្រៀមពេលដែលកូនត្រីវាញាស់បាន2ថ្ងៃវាចេះហែលហើយ2ទៅ3ថ្ងៃវាចេះហែលហើយវាចេះហែលយើងធ្វើអា parameter នេះ3ថ្ងៃទៅវាកើតអញ្ចឹងយើងដួសអាទឹក parameter នេះលាយជាមួយនឹងទឹកស្លឹកឆាត់ដាក់ឲ្យកូនត្រីស៊ីបានឥឡូវខ្ញុំមកបង្ហាញបងប្អូនរបៀបនៃការធ្វើ parameter ងាយទេអានេះទឹកដែលយើងថែត្រីសល់យើងដាក់អញ្ចឹងមកអីនេះទឹកដែលយើងថែត្រីសល់យើងយកវាមកបងប្អូនយើងចាក់បែបនេះមកមានទឹកស្លឹកឆាត់ណាបងប្អូនទឹកដែលយើងថែត្រីហើយទឹកស្លឹកឆាត់ដូចគ្នាគ្រាន់តែទឹកដែលយើងថែត្រីហើយបើបងប្អូនចង់ដាក់ស្លឹកឆាត់មកស្លឹកក៏បានដែរតែរបស់ខ្ញុំនេះទឹកស្លឹកឆាត់ច្រើនអញ្ចឹងគឺខ្ញុំមិនចាំបាច់ដាក់ស្លឹកឆាត់ទេនេះអូខេយើងដាក់បែបហ្នឹងមកនេះយើងដាក់បែបហ្នឹងមកហើយតំអោយើងហាន់ទៅសក់ដាក់មកយើងដាក់តាពាក់កណ្ដាលបានហើយយើងចិត្តវាជាចំណិតតូចណាអូខេឥឡូវខ្ញុំចិត្តឲ្យបងប្អូនមើលសិនតោះមកចាញ់ខ្ញុំថតឲ្យបងប្អូនមើលបន្តទៀតអូខេឥឡូវទៅសក់យើងចិត្តឲ្យបងប្អូនយើងចិត្តស្ដាងណានេះស្ដាងមែនតើស្ដាងជាងយើងញ៉ាំផ្ទាប់ជាមួយនឹងបន្លែទៀតឃើញទេស្ដាងនេះដើម្បីឲ្យវាឆាប់ទៅសក់នឹងវាលាយទៅវាកើតទៅជា parameter ហ្មងរយៈពេលតែ3ថ្ងៃវាកើត parameter ហ្មងប៉ុន្តែបងប្អូនទុកយូរវាកើតទៅជាចែកទឹកវិញពេលទៅសក់នឹងលួយអស់វាកើតទៅជាចែកទឹកវិញអញ្ចឹងយើងចង់ឲ្យត្រីថែស៊ីក៏បានដែរពេលដែលវាកើតទៅជាចែកទឹកអញ្ចឹងចាំតិចទៀតខ្ញុំនឹងបង្ហាញមួយទៀតពាក់ព័ន្ធជាមួយនឹងការបង្កើតចែកទឹកដូចតែ parameter ដូចគ្នាក៏ប៉ុន្តែយើងតែស្លឹកចេកថែមអីបន្តិចអូខេឥឡូវអានេះយើងបង្កើត parameter តែប៉ុណ្្នឹងទេរបៀបនៃការបង្កើតហើយនៅពេលដែលកូនត្រីញាស់បាន3ថ្ងៃយើងអាចដួសទឹករបស់វាហ្នឹងយកទៅឲ្យត្រីស៊ីបានហើយប៉ុន្តែពេលយើងដួសទៅយើងត្រូវលាយជាមួយទឹកស្លឹកឆាត់ថាកុំឲ្យវាស្អុយទឹកនេះពេកវាអាចពុលកូនត្រីអញ្ចឹងយើងលាយជាមួយនឹងទឹកស្លឹកឆាត់ខ្លះទៅដាក់ឲ្យកូនត្រីស៊ីបានហើយអញ្ចឹងសសក់នេះវាសល់ពាក់កណ្ដាលទៀតបងប្អូនអាចមើលបានឃើញទេសសក់ហ្នឹងវាសល់ពាក់កណ្ដាលទៀតគឺយើងទៅបង្កាត់ចាយទឹកដើម្បីឲ្យត្រីដែលយើងថែនេះបីឲ្យត្រីដែលយើងថែនេះគឺវាអាចស៊ីបាននេះនេះជាប្រភេទកូនកាត់ព្រៃទេអញ្ចឹងយើងចាំបាច់រកចំណីអីទិញចំណីអីទេគឺយើងធ្វើបែបនេះមកយើងបង្កើតចែកទឹកបានចេញពីទឹកស្លឹកឆាត់នេះដូចគ្នាយើងទៅឥឡូវយើងទៅបង្កើតរបៀបនេះបង្កើតចែកទឹកវីដេអូនេះវាបង្កើតទាំង parameter និងបង្កើតចែកទឹក
ok tao lấy từ tam đan tiền sản nhung từng ở khía ok ní cái lại để nhung bạc chạy tắc mẹ oi thầy thai xí bằng bộ nó được bán này chạy tắc á nên đặt lực trên ngọt cả lạc thiên nó người đừng tự sợ nắng ta tắc này tắc là dân thai thầy hơi nhá bọn tôi tắc là dân thai thầy hơi từ vì ai cao tới chỉ chạy tắc vốn nói với cao tới chỉ para mê xiêm được cái này còn phần trái bây giờ dương đã sợ nâng tới bây giờ đủ cho sợ nắng với cao tới chỉ para mê xiêm hết từ vì cao tới chỉ chạy tắc lấy cho mỗi nhầm đua chạy tắc lại bọn mà nhầm đua oi thầy là nhầm thai lang cài đó ở vị trí lại ok mở nè thấy nhé mà thầm thấy đọc của ấy si bật ó thêm bọn này thầm là dân thai thấy đọc của ấy được còn một phây của ấy si bật ó thêm như thơ ta thông pan này mất bao nó này ấp thông tệผม pan casino មួយ នេះ pan casino នេះ ទៅទៀតខ្ញុំកាត់ casino ហ្នឹងដើម្បីធ្វើកន្លែងប្រកាត់ថៃមកស្ពុកទៀតហ្នឹងអញ្ចឹងយើងធ្វើបាត់នេះមកនេះគាត់ថាហាន់ប្រសក់ដាក់ចូលទៅបាទហ្នឹងឥឡូវខ្ញុំដាក់ចំណៃនេះឲ្យថៃខ្ញុំថែមកផ្លេតសិនចាំខ្ញុំហាន់ប្រសក់ដាក់ចូលឲ្យបងប្អូនមើលអូខេនេះរួចរាល់បងប្អូនគឺយើងហាន់ប្រសក់ស្ដាងបែបនេះហាន់ដូចយើងដាក់ធ្វើប៉ារ៉ាមេស៊ីមដូចគ្នាការប៉ាត់វាតែមួយទេគ្រាន់តែមួយទៀតគឺយើងដាក់ស្លឹកចេកយើងដាក់ដើម្បីយកតាប៉ារ៉ាមេស៊ីមតែនេះយើងដាក់ស្លឹកចេកដើម្បីយើងយកពងមូសដើម្បីឲ្យកើតទៅជាតកៅទឹកតែប៉ុណ្្នឹងទេអាហ្នឹងរបៀបនៃការបង្កើតតកៅទឹកសម្រាប់ឲ្យថៃដែលយើងថែស៊ីគឺវាបែបហ្នឹងណាទៅទៀតវាពងហើយបងប្អូនមូសវាហាមកពងនេះណានឹងសចាយទឹកមកខ្ញុំដួសឲ្យស៊ីអស់មកកំភ្លោះហើយនេះខ្ញុំឲ្យស៊ី4ថ្ងៃណានៅមកកំភ្លោះទៀតចាយទឹកអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេរបៀបនៃការបង្កើតប៉ារ៉ាមេស៊ីមសម្រាប់ឲ្យកូនថៃស៊ីនិងរបៀបបង្កើតចាយទឹកសម្រាប់ឲ្យថៃដែលយើងថែស៊ីគឺវាមានតែប៉ុណ្្នឹងទេហើយអាស្លឹកចេកនេះយើងដាក់នៅក្នុងទឹកដែលយើងថែត្រីហើយហ្នឹងក៏វាកើតទៅជាចៃក្រហមដែរប៉ុន្តែវាតូចវាសឹងតែទំហំវាប៉ុននឹងប៉ារ៉ាមេស៊ីមប៉ុន្តែវាមិនមែនជាប៉ារ៉ាមេស៊ីមទេគាត់ថាទំហំវាតូចខ្ញុំដឹងដោយសារថាខ្ញុំបង្កើតទៅវាញុះវាចេញជាប្រភេទហ្នឹងយើងមើលនឹងជាក់ស្ដែងចេះកាមេរ៉ាគឺវាមើលឃើញទេវាតូចមែនទេណាតូចជាងចៃក្រហមទៀតអញ្ចឹងសម្រាប់កូនត្រីដែលអាយុបាន10ថ្ងៃអីគឺអាចស៊ីប្រភេទអស់នឹងបានដូចគ្នាយើងដួសលាយជាមួយចាយទឹកយើងមានកត្រង2មកយើងចាក់កត្រងធំពីលើមកដាក់កត្រងតូចពីក្រោមដើម្បីទទួលបានប្រភេទកូនចៃក្រហមអស់ហ្នឹងគឺយើងដាក់ឲ្យកូនត្រីទៅនឹងយកបាន10ថ្ងៃស៊ីបានហើយសម្រាប់ចាយទឹកយើងឲ្យត្រីដែលយើងថែស៊ីអូខេសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានហើយសង្ឃឹមថាបងប្អូនធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំទៅជោគជ័យទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នាជាមួយនឹងខ្ញុំបានតែក្រុមគុណកាត់ប្រៃនៅវីដេអូបន្តទៀតបាយបាយ